cònតែលឺពាក្យថា AMG គឺយើងគិតដល់ភ្លាមសលេងគោលាន់កាចម៉ាស៊ីន8មិនមែនម៉ាស៊ីន4 hybrid ហើយក៏មិនមែនសលេងម៉ាស៊ីនតាម speaker ដែរតែអ្នកស្ដេចជំនាន់ក្រោយនេះខ្ញុំមិនដឹងថាគិតអីទេឡានចេញមកគឺកាន់តែអាក្រក់ទៅយកតែម្ដងថ្មីនេះអ្នកស្ដេចទៅតែចេញ model ថ្មីមួយអ្នកនរគ្នាដែលមានឈ្មោះថា AMG GT 4 door រូបរាងក៏អាក្រក់សលេងក៏មិនដឹងនៅណាម៉ាស៊ីនសាំងក៏មិនដឹងនៅណាហើយ technology និយាយពីថាទំនើបចង់ទំនើបប៉ុណ្ណាក៏ដោយគ្រាន់តែបាត់បង់ម៉ាស៊ីន8នេះមួយអត់គួរយកពាក្យថា AMG យកមកប្រើប្រាស់យកតែម្ដងឡានមួយនេះគឺជាឡានអាគុយសុទ្ធលើកដំបូងគេសម្រាប់តកូល AMG ដែលផលិតកម្លាំងបានរហូតដល់1170សេសហើយប្រើបានតែរយៈពេល60 second ជាងទេនៅខាងក្នុង mode មួយដែលកម្លាំងរបស់វាជាទូទៅគឺប្រើបាន750សេសឡានមួយនេះតាមជាស្ដែងចង់คล้ายជា drift machine ក៏បានចង់คล้ายទៅជា drag race monster ក៏បានដែរព្រោះ performance របស់ឡានមួយនេះគឺកប់សេរីខ្លាំងមែនតើប៉ុន្តែគ្រាន់តែស្ដេចចេញ model នេះមកភ្លាមអ្នកដែលស្រឡាញ់ឡាន Mercedes ជាពិសេសដែល AMG fanboy នេះ Oh my god បាក់ទឹកចិត្តស្រាប់យកតែម្ដងមិនគួរណា AMG លុបចោលម៉ាស៊ីន8ដែលសលេងដែលកាចពិសេសដូចជំនាន់មុននេះណាគ្នាស្ដាប់តែប៉ុណ្្នឹងក៏ដឹងដែរហើយអាឡានមួយហ្នឹងផលិតសលេងម៉ាស៊ីនតាមរយៈ speaker ទៀត Oh my god ថាតែ BMW ទៅគេធ្វើអញ្ចឹងហើយឥឡូវចូលមកដល់ AMG What the hell AMG ហើយបើនិយាយអំពីរូបរាងខ្ញុំនិយាយមែនអ្នកនរគ្នាបើសិនជាគិតថាមនុស្សផ្សេងគ្នាមាន taste ខុសៗគ្នាកន្លែងមួយនេះអត់អាចយកមកប្រើនៅខាងក្នុងកលៈទេសៈនេះទេដោយសារតែបើសិនជាអ្នកនរគ្នាជា fan AMG GT 4 door ពិតប្រាកដគឺយល់ហើយរូបរាងរបស់វាពីមុនមកគឺស្អាតខ្លាំងមែនតើជាពិសេសឡានមួយនេះដែលទៅតែល្បីថ្មីនឹងដែរទេរូបរាងរបស់វាគឺកាចខ្លាំងមែនតើនៅលើផ្លូវអ្នកនរគ្នាមើលទៅគឺនិយាយទៅជាតិតែម្ដងប៉ុន្តែអាឡាន GT 4 door ជំនាន់ថ្មីនេះសួរថាយកមកពីជំនាន់មុនអីគេខ្លះវាសឹងតែគ្មានយកតែម្ដងអត់មានយកអាភាពស្អាតរបស់ជំនាន់មុនមកប្រើប្រាស់ទៀតគឺឆ្នៃទាំងស្រុងឆ្នៃជ្រុលវាទៅជាអាក្រក់ខ្លាំងមែនតើតាំងពីផ្នែកខាងមុខមើលមកស្ដេចជំនាន់ថ្មីអាចជាគៀងនេះយកផ្កាយមកប្រើទៀត Oh my god មើលទៅមិនដឹងការបានមើលចូលភ្នែកទេនិយាយតាមត្រង់ចូលមកដល់ផ្នែកខាងក្រោយស្តុបផ្កាយឲ្យថែមបន្ទាត់កោងឡើងវែងបែបនេះទៀត Oh my god មើលទៅគឺអាក្រក់មើលខ្លាំងមែនតើជាពិសេសអ្នកដែលជា fan GT 4 door មែនមើលឡាននេះហើយមើលឡានជំនាន់មុនទៅបានដឹងថាវាខុសគ្នាដាច់យកតែម្ដងខ្ញុំក៏អត់យល់ដែរថាហេតុអីបានជា Mercedes design ឡានជំនាន់ក្រោយនេះមើលគឺអត់ចូលភ្នែកយកតែម្ដងនិយាយតាមត្រង់រូបរាងរបស់ឡាននេះគឺសឹងតែ design ចាញ់ model Xiaomi ទៅទៀតបងប្អូនអរគ្នាយល់យ៉ាងណាដែរចំពោះការនិយាយរបស់ខ្ញុំបែបនេះអ្នកនរគ្នាគិតថាតើតើមានលុយបាននិយាយឡានមួយនេះបានមែនមានមតិអាច comment នៅផ្នែកខាងក្រោមនេះបានឆ្លាញ់ឡានកុំភ្លេច follow អ្នកមួយ